lấy à thầm lành và đặt nhà chặt mũi màu đầm bay miền ọc ca tranh pi chuột để chơi cho bạn rồi bạn ra đây chơi đấy để cho bạn mình chẳng đặt nhà chặt mũi máu tôi sẽ làm hơi khơi nên ai từ thơ ca mùi bữa đặt nhà chặt đừng giấy mà hả tăng chặt giấy mà đại ca chặt hai chục bạc ra kinh giấy ở lẽ hả đại chặt chục bạc ra kinh lấy mua này mua cái mua bọc lấy nhóm bậc thang mà bọc khinh chẳng bọc khinh trong cái nó cứ nhà chặt hai chục bạc lưng nhiến gì đúng con chuột nó cứ dẹp về chật mặt tràm nó chuột để chuột cho bạn đó đi chật mặt tràm cho mặt tràm chiếc chật mặt tràm tai quạt bẹ pon xả thiện nhiên luôn á cứ chẳng đập tràm rồi bạn này quạt miền Tây nhà hè nó cứ gì lúc bị du hơi ta đời xa tại mình đôi khai trái của cháu nói có bạn thú lên với hết tới đây bạn tới đây màu hai là lấy cứ mình đôi lên từ tu này đời xa tại cháu chân lấy đi bố đó bạn người cho các bạn đấy tiền sao bắt tục lấy đến cái bạn nơi tiền chẳng bây đài cho năm hai trong nâng phơi ca sana sống mà từ hàng khum nâng pop làm bài trong giọt quát từ nơi cho muối phơi ca cho muối sống mặt phơi ca cho muối sống đào cho muối sống chẳng bàn tay bà quát nơi tại bẹ pon nơi tại bọc đất mặt phơi ở vây để cho mình ai phơi con nơi tại đất trong nâng bỏ bong con cháo bỏ bong men bỏ do mà đại cho bạn Vinh do mà đại cho bạn Vinh hái cứ nhôm cắt ca chào lên gọp an có đấy rồi lên vì vợ xa tại chọn đòn pịch hay suốt hai đấy ban nhôm trái chuối bà hai đấy nhôm trái chuối bốn bà bốn nhôm chuối tổng o hay bà mình phép bọc nhôm bật lo còn sắt cầm rò mũi kia hay nhôm mình chui mày cao đấy bạn trắng nhôm nông chi diêm chui còn lần tiếp tái còn trái chuối lên con này này bà chui con này cứ nhôm chui cao thì đấy lấy gót là tại nhà chân chạm dây tam con đấy hả đấy nhôm bọc khinh xôm thưa ca son ra tha chậpពីថ្ងៃនេះខ្ញុំនឹងលេងពាក់ព័ន្ធជាមួយសារធាតុញៀនខ្ញុំឈប់ពាក់ព័ន្ធជាមួយសារធាតុញៀនសូម្បីស្រាក៏ចូលអត់ផឹកដែរបីស្រាឈប់ផឹកដែរអត់ផឹកទេអូខេប្រាជ្ញាហើយនឹងខិតខំប្រឹងប្រែងខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីជួយម៉ែខ្ញុំដែលខ្ញុំធ្វើបាបគាត់តាំងពីកើតរហូតមកដល់អាយុ30ជាងហើយមុន30ជាងហើយខ្ញុំនឹងធ្វើឲ្យគាត់មានមោទនភាពដោយសារខ្ញុំឡើងវិញខ្ញុំអាបុកខីងបាទបងឥឡូវសន្យាណាអាបុកខីងណាបងណាបាទឥឡូវឈ្មោះថ្មីអាបុកខីងបងឥឡូវអាបុកគឺនេះពេកគឺបញ្ហាឥឡូវអាបុកខីងដងឃើញទេអញ្ចឹងបងណាគឺបងប្អូនជួយគ្រប់គ្រងគាត់ខ្ញុំនឹងជួយគាត់បាទជួយគាត់ដើម្បីឲ្យជីវិតរបស់គាត់បាទអាចជួយម៉ែគាត់បានហើយខ្ញុំក៏បានឲ្យបងឃើញទស្សនវិជ្ជាចាស់គាត់ឥឡូវមើលម្ដងទៀតបាទនោះគឺផ្ទះរបស់ម៉ែគាត់ណាគឺនេះបាទម៉ែគាត់អ៊ំសុំនេះតិចអ៊ំម៉ែនេះតិចមកអញ្ចឹងបងគឺបន្តិចខ្ញុំនឹងឲ្យបងប្អូនស្ដាប់ពីបាទអ៊ំដែលជាម៉ែរបស់អាបុកខីងម៉ែចូលមកតិចមកខ្ញុំសួរបន្តិចបាទមើលអ៊ំខ្ញុំសួរអារម្មណ៍ពិតអ៊ំឯងចាំកូនបាទដែលមកដល់អាយុប៉ុណ្ណេះអ៊ំអាយុប៉ុន្មានហើយបាទចិត្តហើយហើយអ៊ំឯងដែលទទួលបានភាពសំណុកសុខស្រួលពីកូនអត់ស្ច្បាស់ណាអ៊ំមកនេះអ៊ំមកកូនហើយអ៊ំមកនេះទេចឹងបាទគឺគាត់70ឆ្នាំមកណាគឺអត់ដែលទទួលបានភាពសំណុកសុខស្រួលទេគឺលំបាករហូតបាទលំបាករហូតហើយបាទហើយគាត់មិនដែលត្អូញត្អែមិនដែលនិយាយរួមទៅគាត់មិនដែលត្អូញត្អែមិនដែលនិយាយរួមមួយម៉ាត់ថាគាត់ស៊ូជាមួយនឹងជីវិតខ្លាំងមែនតើណាហើយក៏ជាស្រីម៉ាក់ខុសក៏តាមកូនដែរបាទទោះបីកូនខុសក៏គាត់នេះបាទហើយកូនបើរបស់អ៊ំក៏គាត់ស្លាប់បាទដោយសារធាតុញៀនដែរមុនណាស្រីទៀតអញ្ចឹងគឺខ្ញុំក្នុងនាមខ្ញុំដែលជាបាទក៏ជាក្មួយរបស់គាត់នៅស្រុកនៅភូមិហើយគាត់ក៏ជួយខ្ញុំពេលដែលខ្ញុំពិបាកត្រូវការបាទពេលហ្នឹងខ្ញុំត្រូវការចៃលុយខាងធនាគារគាត់ឲ្យប្លង់ដីខ្ញុំទៅមកណាបាទអញ្ចឹងយកបាទហើយខ្ញុំមកគឺខ្ញុំតែងតែផ្ដល់ជូនគាត់តិចតួចអីគឺខ្ញុំតែងតែបាទជួយគាត់
ជាប្រចាំបាទឥឡូវនេះគឺបងប្អូនបាទអាបុកខេងសន្យាប្រាជ្ញាចិត្តទេអូនស្អាតស្អាតលេសោចណា ពីមកអូមកឲ្យមិនតិចឆ្នាំទេមក បាទ ចាំនោះ បាទ គាត់ថាឥឡូវមក3កូន ហើយគាត់មិនដែរសុំជំនួយបងថាដែរសុំជំនួយទេហើយខ្ញុំក៏មិនទៀមទាបងអូនជួយដែរតែខ្ញុំនឹងជាយាមជួយបាទខ្ញុំជាយាមជួយគាត់បាទយាមជួយគាត់រាល់ថ្ងៃគាត់ធ្វើតែខ្លួនឯងទេបងណាវិចនំលក់ដើម្បីបានលុយចិញ្ចឹមកូនបាទទោះបាក់មិនគាត់មិនដែរអូនតែដែរហ្នឹងហើយគឺសង្ឃឹមថាឥឡូវចេះអ៊ំខ្ញុំសួរទៀតបើសិនជាអាបុកខេងទៅជាមួយខ្ញុំហើយមានប្រាក់ខែឲ្យអ៊ំអ៊ំឯងសប្បាយចិត្តអត់ ស្បាយចិត្តសបាយឲ្យតែមានសុខស្បាយកូនចាអត់អីទេចិត្តឲ្យតែកូនមានចាយចា ចឹងឥឡូវទៅដល់មានប្រាក់ខែមកឯងហើយនឹងជួយមកឯងបានហើយក ូនឲ្យកូនឲ្យកូនលះបងបាន បាទអញ្ចឹងចូលឆ្នាំហើយខ្ញុំយកទៅហើយ ហ្នឹងហើយ ហើយថ្ងៃឡើងផ្ទះម៉ែថ្ងៃចូលឆ្នាំហ្នឹងខ្ញុំក៏សុំខាងឃុំខាងប៉ុស្តិ៍ដើម្បីឲ្យទៅចូលរួមកម្មវិធីឲ្យទៅស្បាយ ហ្នឹងហើយសាច់មួយឯងទេ បាទអ៊ំ កូនកែប្រែទីចាប់ឲ្យបងប្អូនទៅមកជួយប៉ុណ្ណឹងហើយ បាទ មកឲ្យម៉ែហួហើយ បាទអ៊ំបាទអញ្ចឹងមុនណាគឺខ្ញុំក៏មិនមានអីតែគ្រាន់តែជូនពរបាទអ៊ំគឺសុខភាពល្អធ្វើម៉េចបើលែណាថាគាត់ខំណាស់ប៉ុន្តែនៅតែមិនមាននៅតែពិបាកដោយសារគាត់រកតែឯងហើយកូនអញ្ចឹងទៀតណាកូនអញ្ចឹងទៀតបាទ នឹងកូនទីអីបានកូនទីអីបានហូតនឹងកែនេះទេហើយយើង បាទស៊ូអ៊ំអញ្ចឹងអរគុណបាទអរគុណបងដែលចូលទស្សនាវីដេអូហ្នឹងបងបាទហើយនេះគឺអតិពលគ្រឿងញៀនបងប្អូនកុំពាក់ព័ន្ធឲ្យសោះក្មេងៗចំនួនក្រោយណាបាទអាណិតម៉ែអាណិតឪបាទហើយអ៊ំគាត់ជាស្ត្រីម៉ាយបាទគឺអ៊ំគាត់ចុះចោលយូរហើយឲ្យគាត់ចិញ្ចឹមកូនទាំងអស់តែឯងទេបាទអរគុណអ៊ំ